សមត្ថកិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ត្រីជាអនិកជន5នាក់ដែលឃាំងក្នុងហាងការ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីឧត្តមសេនីយ៍ត្រីកងកុយស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែនការងារប្រចាំការជួញដូរមនុស្សនិង Gender និងសម្របសម្រួលនីតិវិធីពីសាលាដំបងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកម្លាំងចុះបង្ក្រាបករណីសញ្ចារកម្មហាងការ៉ាអូខេមួយកន្លែងជ្រកក្រោមយីហោម្លប់លៀបស្ថិតក្នុងភូមិដងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំជាលទ្ធផលនៃកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនចុងសង្ស័យម្នាក់ឈ្មោះវីសុខីភេទប្រុសអាយុ43ឆ្នាំមានទីលំនៅភូមិដងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ស្ត្រីអនិកជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់